សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំថតវីដេអូថ្មីនិយាយពីបកគោលភ្លើងដែលនៅតាមបណ្ដោយបឹងខ្ពកតបែករបស់យើងយល់រួមទៅវាមានប្រវែងរហូតដល់2138ម៉ែត្រក្រោមការដឹកនាំរបស់លោកហូតមនោជាអភិបាលខេត្តនៃគណៈអភិបាលស្រុកត្រាំកក់ហើយអំពូលភ្លើងដែលបានរាយតាមបណ្ដោយបឹងហ្នឹងគឺទទួលបានអំណោយពីសប្បុរសជននានាបងប្អូនអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ក៏មានអារម្មណ៍រំភើបហើយក៏អរគុណទៅដល់លោកអភិបាលស្រុកដែលបានដឹកនាំក្រុមការងារចុះមកដាំបង្គោលភ្លើងសូឡាឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងការធ្វើដំណើរតាមផ្លូវនិយាយរួមទៅវាបាត់ហានិភ័យមួយដែរដោយសារយប់ឡើងអីយើងធ្វើដំណើរមាត់បឹងគឺតែងតែមានហានិភ័យតែងតែខ្លាចនេះខ្លាចនោះជាពិសេសរឿងក្មេងស្ទាវតែម្ដងយើងអាចបង្ក្រាបអស់ទេដល់អញ្ចឹងទៅក៏បានភ្លឺអញ្ចេះក៏ប្រជាពលរដ្ឋក៏មានអារម្មណ៍កក់ក្ដៅក្នុងចិត្តដែរនៅពេលដែលធ្វើដំណើររៀងយប់ជ្រៅអីក៏អត់សូវភ័យព្រួយបារម្ភពីរឿងសុវត្ថិភាពប្រហែលដែរហើយបើនិយាយពីទេសភាពតាមដងផ្លូវវិញខែនេះគឺស្អាតបងប្អូនដោយសារខែវស្សាអញ្ចឹងទេសភាពវាខៀវអីចឹងណាអែមដែរទេសភាពតាមបឹងពោធិ៍តបែករបស់យើងនេះស្អាតមួយយ៉ាងបងប្អូនជាពិសេសយើងអង្គុយលេងមើលវីយូភ្នំខាងបងអីនិយាយថាស្អាតបងប្អូនស្អាតបងប្អូនយើងអង្គុយលេងឈៀលពេលល្ងាចបានណាដោយសារនៅខាងក្រោមបកគោលភ្លើងហ្នឹងវាមានតែមតនៈទៀតសម្រាប់បងប្អូនយើងអង្គុយលេងអញ្ចឹងបងប្អូនយើងដែលមានកៅអីស្រាប់អីអាចមកអង្គុយលេងបានហើយខ្ញុំតែតែមកអង្គុយលេងអាសាមកអង្គុយលេងយកកៅអីយកតុអីម្ដងដាក់អង្គុយលេងឈៀលពេលល្ងាចអីហ្នឹងម៉ោង4ម៉ោង5កន្លះម៉ោងអីចឹងទៅបើយើងមានគ្នានៅយ៉ាងយូរទៀតអង្គុយនិយាយគ្នាលេងអីចឹងទៅបើសិននៅម្នាក់ឯងចឹងនៅមកផ្លែតឯង3 4ថាកន្លះម៉ោងអីយើងងើបមកផ្ទះវិញអីចឹងទៅបងប្អូនយល់រួមទៅឥឡូវហ្នឹងសូឡាវាពេញអស់ហើយអញ្ចឹងបងប្អូនយើងធ្វើដំណើរក៏មានអារម្មណ៍ថាសុវត្ថិភាពដែរហើយក៏អរគុណច្រើនដែរបងប្អូនសម្រាប់ការមើលវីដេអូនេះកុំភ្លេចជួយ share និង follow page ម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ